មានបងប្អូនណាដែលធ្លាប់អាឡែស៊ីជាមួយនឹងពាក្យថាប្រាក់ខែ200ធ្វើការដោយប្រាក់ខែ2000នេះខ្ញុំសុខចិត្តដូចបទពិសោធន៍មួយសិនពីមុនខ្ញុំក៏ធ្លាប់អាឡែស៊ីជាមួយនឹងពាក្យហ្នឹងដែរហើយខ្ញុំថាបោកខ្ញុំប្រើហីតែខ្ញុំត្រឡប់គិតមកវិញថាខ្ញុំមកថ្ងៃយើងធ្វើការឲ្យគេយកអត់ដែរមានបទពិសោធន៍ឬក៏គ្រួសារជាអ្នករោស៊ីទេអញ្ចឹងគិតថាចុះឥឡូវសាកធ្វើលើទៅលើពាក្យហ្នឹងមួយមើលប្រាក់ខែខ្ញុំ200ឯងខ្ញុំធ្វើការដូច2000គឺប្រម៉ូទាំងអស់មេឲ្យធ្វើអីមេគាត់ចង់ធ្វើអីអញ្ចឹងទៅជែកជាមួយគាត់ភាសាមួយគាត់ហើយនិយាយទៅគឺខ្ញុំរៀនសូត្រពីពាក្យហ្នឹងហ្មងណាត្រឡប់មកដល់ពេលនេះខ្ញុំពិតជាអរគុណលើខ្លួនឯងមែនតើថាកាលនោះអត់អាឡែស៊ីជាមួយនឹងពាក្យថាប្រាក់ខែ200ធ្វើការដោយប្រាក់ខែ2000ព្រោះហេតុអីបាននិយាយអញ្ចឹងនៅពេលដែលយើងអត់មានបទពិសោធន៍រកស៊ីទេហើយយើងចង់ទៅរកស៊ីហើយបើសិនជាយើងអត់សូវចេះធ្វើការទៀតអញ្ចឹងព្រោះយើងទៅរកស៊ីខ្លួនឯងហ្នឹងក៏យើងធ្វើការឲ្យខ្លួនឯងនឹងដែរអញ្ចឹងយើងអត់មានបទពិសោធន៍ដល់ហ្នឹងក៏អាចធ្វើឲ្យយើងបរាជ័យនៅក្នុងការរកស៊ីដែរអញ្ចឹងត្រឡប់មកវិញខ្ញុំចង់ចែករំលែកទៅបងប្អូនទាំងអស់គ្នាថាពាក្យហ្នឹងពិតជាត្រូវហើយខ្ញុំបានរៀនពីពាក្យហ្នឹងហើយខ្ញុំចង់ចែករំលែកបងប្អូនទាំងអស់គ្នាថាកុំខ្លាចហត់យើងធ្វើសិនទៅវានឹងហុចផលឲ្យយើងនៅថ្ងៃណាមួយជាមិនខានទេដោយពាក្យចាស់ៗគាត់និយាយថាឱកាសនឹងមកដល់យើងនឹងចាប់បានហើយឱកាសនឹងមកដល់យើងនឹងចាប់បានមែនពិតក៏ប៉ុន្តែលុះត្រាតែយើងមានសមត្ថភាពទៅចាប់យកវាដែរបានឱកាសមកដល់ហើយយើងមិនចាប់បាន